សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នៃ Chen Learning ថ្ងៃនេះដែរខ្ញុំមានវីដេអូថ្មីមួយដើម្បីបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបរៀបចំ Channel YouTube ឲ្យបានត្រឹមត្រូវតោះចឹងកុំឲ្យខាតពេលយូរមកតាមដានជាមួយខ្ញុំទាំងអស់គ្នាជាដំបូងបងប្អូនចូលមកកាន់ YouTube មកបន្ទាប់មកបងប្អូនយកចុចលើ logo បន្ទាប់មកចូលទៅពាក្យថា YouTube Studio អូខេត្រង់កន្លែងនេះបងប្អូនចុចទៅពាក្យ Setting ខ្ញុំនឹងនិយាយលម្អិតអំពី setting នេះអូខេអញ្ចឹងទី1គឺ general ទូទៅនេះគឺជាការរកលុយដែល YouTube ផ្ដល់ឲ្យយើងវិញគឺជា currency ដុល្លារឬក៏ថៃឬក៏លុយផ្សេងអញ្ចឹងណាអូខេអញ្ចឹងជាទូទៅយើងប្រើជាដុល្លារ US បន្ទាប់មកចូលទៅកាន់ channel នៅត្រង់កន្លែងនេះ country នេះគឺ Cambodia បើពីមុនយើងពីច្រើនដាក់ទៅអាមេរិកឬកាណាដាអញ្ចឹងណាព្រោះអីប្រទេសយើងអត់តបើកឲ្យរកលុយទេតែឥឡូវប្រទេសយើងគេបើកឲ្យរកលុយហើយអញ្ចឹងបងប្អូនដាក់ Cambodia យើងមកកន្លែងនេះគឺជា keyword នេះមានន័យថាគឺជា keyword ដែលតាក់ទងនឹង channel របស់យើងដែលគេ search ទៅតាក់ទងដូចខ្ញុំដាក់នេះ jungle animal និយាយទៅតាក់ទងនឹង channel របស់យើងតាក់ទងនឹងប្រធានបទរបស់វីដេអូរបស់យើងអូខេអញ្ចឹងកន្លែងនេះបងប្អូនដាក់ឲ្យបាន10មកកុំដាក់ច្រើនពេកវាអាចទៅជាការ spam វិញអូខេអញ្ចឹងអានេះបងប្អូនអាច draw នៅក្នុង chat GPT បានបងប្អូនសម័យនេះគឺងាយស្រួលមែនតើយើងអត់ហត់ទៅគ្រូអីមកពីណាទេសួរទៅ chat GPT ទៅចេញហើយអូខេទី2 advanced setting នៅត្រង់កន្លែងនេះគេសួរយើងថាតើយើង channel យើងសម្រាប់ក្មេងទេជាទូទៅបងប្អូនប្រកាសជាឃើញកន្លែងនេះហើយតែកន្លែងនេះខ្ញុំ recommend ឲ្យ channel យើងចេះណាយើងប្រាប់ YouTube ថា channel របស់យើងគឺមិនមែនសម្រាប់កូនក្មេងទេអញ្ចឹងតើយើងអាចបើករកលុយជាមួយ YouTube បានអូខេកន្លែងនេះអត់មានទេអូនតិច caption នេះយើងបើកមកអានេះ clip នេះយើង allow ដែរមកអូខេបន្តមកអានេះកន្លែងនេះជាទូទៅកន្លែងនេះទី1 standard feature នេះគេ add playlist បានហើយយើង add new video បានបង្កើត playlist បាន upload video បានអូខេទី2នេះcustomize thumbnail live stream ហើយនឹង video យូរជាង15នាទីអញ្ចឹងកន្លែងនេះបងប្អូនត្រូវ verify ជាមួយលេខទូរស័ព្ទអញ្ចឹងយើងចុច verify មកវានឹងលេងឲ្យបងប្អូនតដាក់លេខទូរស័ព្ទហើយអូខេអញ្ចឹងវានឹងផ្ញើ verify code មកអីចឹងទៅយើង confirm ទៅវានឹងឆ្លងកាត់អានឹងបានអញ្ចឹងវានឹងបើកឲ្យយើងដំណើរការនៅ3មុខងារនេះអូខេចំណុចទី3គឺនេះមុខងារវាមានច្រើនដែរ ID internal link ក្នុង description ចឹង create more live stream បានច្រើនអញ្ចឹងណាអូខេត្រង់កន្លែងនេះមាន3លក្ខខណ្ឌទី1យើងធ្វើវីដេអូទី2យើងប្រើ ID card ហើយនៅទី3 channel history អញ្ចឹងត្រង់កន្លែងនេះបើបងប្អូនអត់បញ្ញាប់ channel ដើម្បីរកលុយទេយើងអាចមិនបាច់ធ្វើអីក៏បានដែរគិត2ខែវានឹងបើកឲ្យយើងដោយខ្លួនឯងតែបើបងប្អូនបញ្ញាប់យើងអាច verify មួយវីដេអូឬ ID បានអូខេត្រង់ចំណុចនេះមានតែប៉ុណ្្នឹងឯងបន្តមកទៀត upload default អញ្ចឹងត្រង់កន្លែងនេះគឺជា title អញ្ចឹងអាហ្នឹងបងប្អូនអាច chat GPT បានវានឹងឲ្យយើងហើយយើងដាក់តាមវាទៅកន្លែងនេះគឺជា description របស់យើងចង់និយាយអីត្រង់កន្លែងនេះគឺខ្ញុំសូមនិយាយតិចកន្លែងនេះយើងដាក់ public private និង unlist public នេះមានន័យថាបងប្អូនផុសវីដេអូភ្លាមទៅជា public ភ្លាមហើយកន្លែងនេះផុសទៅជា private ហើយកន្លែងនេះគឺ unlist អញ្ចឹងកន្លែងនេះខ្ញុំសូមឲ្យបងប្អូនផុសទៅជា unlist បើបងប្អូនមិនតរកលុយបានទេបងប្អូនផុស public ទៅរកលុយបានទៅ unlist ទៅ unlist ហ្នឹងមានន័យថាពេលបងប្អូនផុសភ្លាមវាអត់តន់បញ្ចេញវីដេអូបងប្អូនទៅក្រៅទេអញ្ចឹងសម្រាប់ដល់បងប្អូនរកលុយបានហើយមានន័យថាជាប់ monetize ជាមួយ YouTube ហើយទីទូទៅ YouTube បន្ទាប់ពីបងប្អូនផុសវីដេអូភ្លាម YouTube ត្រូវការរយៈពេលកន្លះម៉ោងឬ20នាទីដើម្បីឲ្យមាន ad ចូលទៅក្នុងវីដេអូរបស់បងប្អូនណា
ចឹងបងប្អូនផុសភ្លាមហើយឲ្យគេមើលភ្លាមអាហ្នឹងវាអាចជាការខាតមុនដែរដោយសារគេមើលដោយអត់មានពាណិជ្ជកម្មទេណាបងប្អូនតែបងប្អូនអត់ទាន់រកលុយបានទេអាហ្នឹងជា public ធម្មតាមកអីទេបន្ទាប់មក tag នេះក៏បងប្អូនអាចសួរ chat GPT បានដែរ tag ឲ្យតាក់ទងមួយ channel របស់យើងទៅវាឲ្យយើងហើយចឹង tag នេះសិតតែនិយាយពី channel របស់យើងទាំងអស់នេះតាក់ទងជាមួយឈ្មោះនិងគោលបំណងរបស់យើងចឹងយើងចង់សួរអីសួរ chat GPT ទៅបងប្អូនមិនបាច់ទេទៅរៀនវគ្គ YouTube អីទេសម័យនេះហើយអាចមើល YouTube អំពីរបៀបរកលុយតាម YouTube វីដេអូបងមុនហើយនឹងណែនាំរៀនខ្លួនឯងខ្លះទៅយើងកុំទិញគេចង្កោហើយយើងអត់ដឹងទេទិញគេទៅល្អហោដូចទេពាណិជ្ជកម្មមែនអត់ចឹងណាតែមិនថាពាក់ព័ន្ធណាគេទេគាត់ថាយើងគួរតែស្វែងយល់ខ្លួនឯងទៅល្អអូខេតមក permission នេះអូខេចូល advanced settings សិនអូខេ advanced setting នេះគាត់មានអីដែរ license នេះគឺដាក់ធម្មតាហើយកន្លែងនេះក៏សំខាន់ដែរបងប្អូនកន្លែងនេះគឺជាប្រភេទ content របស់យើងអញ្ចឹង content របស់យើងនេះគេ comedy education entertainment film automation អូខេ gaming អូខេអានេះស្រេចលើយើងដាក់ទេ science and technology អញ្ចឹង music អាស្រ័យលើ content របស់បងប្អូនទេបងប្អូនធ្វើពាក់ព័ន្ធមួយណាselect មួយនឹងមកដើម្បី YouTube ដឹងថាយើងធ្វើអំពីអីចឹងណាអូខេ video language នេះក៏យើងមិនហត់ដាក់ដែរអត់បញ្ហាអីទេ caption នេះអូខេ title អីហ្នឹងមិនទេប៉ុន្មានទៀតចូល permission នេះកន្លែងនេះមានន័យថាគឺជា owner គឺជាម្ចាស់ channel អញ្ចឹងបងប្អូនចង់ invite ដូចជាបើ Facebook គេហៅថា admin ណាបងប្អូន admin កាន់ page អីចឹងអាហ្នឹងបងប្អូនអាចបញ្ចូល email របស់គាត់ទៅបន្តមក select ឲ្យគាត់ធ្វើជាគេ manager editor editor limit sub title editor viewer អីចឹងណាអូខេអញ្ចឹងតាមខ្ញុំអត់ត្រូវការអ្នកគេមកគ្រប់គ្រងទេដោយសារវានៅទូចដែរចឹងអត់ប៉ុនរវល់ទេឧទាហរណ៍ថាដូច channel ធំ Mr Beast អីចឹងអាហ្នឹងគាត់ប្រកាសជាត្រូវការអ្នក invite ហើយដូចជា manager ទៅគ្រាន់ remove comment អាក្រក់ៗនៅក្នុង live stream អីចឹងណាឬក៏ delete ឬក៏ block account ណាមួយអីចឹងទៅអូខេចឹងកន្លែងនេះអត់មានអីសំខាន់ទេហើយអាកន្លែងនេះក៏ដូចគ្នាដែរយើងចង់ add ដូចមិនដែរទេ add managing អីចឹងណាអូខេអានេះដូចតែមិនដែរទេ pro user ត្រង់ចំណុចនេះមានន័យថាយើងអត់ឲ្យ user ហ្នឹងឃើញ channel យើងទេអានេះដូចលក្ខណៈ block សិនយើងវាយឈ្មោះគេទៅឬក៏ add URL គេមកចេញគឺគេអត់អាចឃើញវីដេអូយើងទេអូខេបន្តមកអាកន្លែងនេះ block word ហ្នឹងមានន័យថាblock word ដូចជា comment អត់ល្អអញ្ចឹងដូចពាក្យដែលអាស្រ័យអញ្ចឹងបងប្អូនចង់ block គឺវាយក្នុងនេះមកដល់ពេលគេ comment ទៅវាចាប់ automatic តែម្ដងអត់ឲ្យចេញនៅក្នុង comment អញ្ចឹងទេអូខេត្រង់នេះក៏អត់មានអីដែរ post personal my content អូខេអានេះអត់អីទេ agreement នេះអូខេវាគ្រាន់ជាកិច្ចសហការរវាងយើងជាមួយ YouTube ទេយើងចុច learn more មកបងប្អូនមានពេលអានបងប្អូនអានតិចទៅមិនអីចឹងណាគេថាផុសអីគេអូខេចឹងអ្វីដែលសំខាន់គឺត្រង់កន្លែងនេះ channel នេះហើយ upload នេះអូខេចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនសូមបងប្អូនចុច like subscribe ផងបងប្អូនចូលចិត្តនៅវីដេអូនេះហើយជួបជាមួយខ្ញុំនៅវីដេអូក្រោយៗទៀតសូមអរគុណ